บอดปีศาจធ្វើការឲ្យគេមានតែការឈឺចាប់បងស្រីរូបនេះសុកចិត្តកាន់លុយមកក្តាប់តូចដើរចេញណាងាកមកលក់នំសំជ្រូកអាំងតូចបែបនេះ1000រៀលណាមុខកំដៅភ្លើងក្រោមដើមឫស្សីនៅមុខផ្លូវទៅប្រាសាទអង្គរវត្តនេះឯងបងប្អូនហើយរបបផ្ទាល់ខ្លួនបែបសាមញ្ញណាមួយថ្ងៃចំណេញតែ2ទៅ30000រៀលតែប៉ុន្តែកក់ក្ដៅណានេះជាក្តីសុខសម្រាប់អ្នកដែលចង់មានរបបផ្ទាល់ខ្លួននេះឯងបងប្អូនសុំតសាហើយគំនិតគាត់ចេះនឹកឃើញវិច្ចសំជ្រូកទូចបែបនេះណាខ្ជូតមែនតើគាត់ស្ងោររួចយកមកអាំងឡើងក្រៀមបងប្អូនឲ្យពេលដែលយើងបកក្ដៅញ៉ាំទៅណាគឺថាឆ្ងាញ់ប្លែកមាត់មែនតើផឹកឡើងទៅលេងប្រាសាទអង្គរវត្តឬក៏ជិះម៉ូតូលេងនៅប្រាសាទអីហ្នឹងណាអាចឈានចូលទិញនំសំអាំងនៅកន្លែងរបស់គាត់ទ្រាំពោះបានព្រឹកឡើងគឺថាទិញតែមួយឬក៏ពីរអីហ្នឹងគឺឆ្អែតម្នាក់តែម្ដងដោយពួកខ្ញុំអញ្ចឹងបានឈានចូលមកទិញនំសំណាហើយទិញជាមួយនឹង booster រសជាតិដិតជ្រៅរបស់យើងម្នាក់មកកំប៉ុងចេះមកបងប្អូនណាជិះដើរលេងពេញមួយថ្ងៃអត់មានអស់កន្លងឬក៏ងួយគេងអីទេគឺថាស្វាហាប់ពេញមួយថ្ងៃតែម្ដងដើរលេងឬក៏បើកបោផ្លូវចិត្តផ្លូវឆ្ងាញ់ញ៉ាំ booster ធ្វើឲ្យមានកម្លាំងស្មារតីរឹងមាំភ្លាមពេញមួយថ្ងៃតែម្ដងហើយអ្វីដែលខ្ញុំសប្បាយចិត្តពេលមកសៀមរាបលើកនេះណាបងប្អូនខ្ញុំមកដល់គឺថាឃើញភ្ញៀវទេសចរមកលេងសៀមរាបច្រើនខ្លាំងមែនតើខុសពីរាល់ដងដែលពួកខ្ញុំមកលេងប៉ុន្តែភាគច្រើនភ្ញៀវទេសចរដែលមកលេងនៅលើកនេះគឺភាគច្រើនគឺជាបងប្អូនខ្មែរយើងភ្ញៀវទេសចរក្នុងស្រុកណាគាត់សម្រុកមកលេងសៀមរាបច្រើនអញនិយាយបានថាមានត្រេននៅសៀមរាបគេពេញនិយមត្រេនប្រាសាទកំពូលប្រាំផងមានជាមួយនឹង matcha strawberry ផងអញ្ចឹងឃើញថាបងប្អូនខ្មែរយើងមកលេងច្រើនខ្លាំងហើយសូម្បីតែអាជីវករណាក៏គាត់លាន់មាត់ដែរថាមករយៈក្រោយនេះឃើញមានភ្ញៀវទេសចរច្រើនដែលគាត់មកលេងនៅភាគច្រើនគឺជាភ្ញៀវទេសចរជាតិណាអញ្ចឹងអាជីវកម្មនៅក្នុងតំបន់ក៏វារីកដុះដាលហើយក៏វាដើរទៅមុខល្អណាស់ដែលវាមិនបានច្រើនណាស់ទេប៉ុន្តែអាចថាមធ្យមណាដែលគាត់មានចំណូលគួរសមនៅក្នុងការទ្រទ្រង់គ្រួសាររបស់គាត់ជាស្អែកនេះបងស្រីអញ្ចឹងគឺគាត់លក់នំសំជ្រូកក្នុងមួយថ្ងៃគឺអាចបានចន្លោះពី80ដើមទៅ100ដើមហើយបានចំណេញតិចតួចនៅក្នុងការចិញ្ចឹមជីវិតអីអញ្ចឹងទៅហើយសម្រាប់បងប្អូនដែលចង់កំងនំសំអាំងមីនីរបស់គាត់នេះណាក៏គាត់មានលក់ដែរបងប្អូនចង់កំងដាក់នៅក្នុងកម្មវិធីរៀបចំទទួលភ្ញៀវអីក៏បានដែរគាត់មានរៀបចំទៅអាំងជូនបងប្អូនទាំងអស់គ្នាដល់ទីតាំងតែម្ដងដើម្បីក្តៅបានទទួលភ្ញៀវណាអញ្ចឹងចំពោះលេខទូរស័ព្ទជាមួយនឹងទីតាំងកន្លែងរបស់គាត់ខ្ញុំដាក់នៅក្នុង comment នៃវីដេអូនេះបងប្អូនអាចតាក់ទងសួរព័ត៌មានឬក៏សួរតម្លៃពីគាត់បានហើយវីដេអូរបស់ពួកខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេចាំជួបគ្នាជាមួយនឹងពួកខ្ញុំម្ដងទៀតនៅវីដេអូក្រោយបាយ